បាទសួស្តីបងប្អូនអរគុណបាទអញ្ចឹងម៉ូតូនេះគឺមានបញ្ហាខាងដុំដេបាទយើងបាទតោះហើយយើងចុចកុងតាក់ឬពឹកណាបងប្អូនបាទនេះគឺបញ្ហាគឺអស់ខ្ញុំដេឃើញទេបងប្អូនបាទហើយបញ្ហាមួយទៀតនេះគឺលលាដេបាទគឺបញ្ហាពីរនេះគឺស្រដៀងគ្នាបងប្អូនបាទចុចកុងតាក់ហើយគឺពឹកបញ្ហាទី1គឺអស់ខ្ញុំដេបញ្ហាទី2គឺខូចលលាបាទឥឡូវយើងចាប់ផ្ដើមមើលទាំងអស់គ្នាបាទយើងមើលដុំដេយើងបាទឥឡូវយើងត្រួតមើលលលាអីរួចរាល់ហើយបាទចឹងយើងមើលដុំដេម្ដងបាទដុំដេនេះគឺប្រហែលជាអស់ជុងដេហើយបាទខ្ញុំគិតថាគឺអស់ជុងដេ 100% ហើយបាទគឺការកន្លងមកគឺយើងមានបទពិសោធន៍សម្រាប់តែធ្វើដុំដេហ្នឹងបាទឥឡូវយើងមើលទាំងអស់គ្នាយើងដោះខ្ចៅដុំដេហ្នឹងពីរចេញមកដើម្បីមើលជុងដេខាងក្នុងតើវាអស់ឬក៏យ៉ាងណាបាទឥឡូវយើងមើលទាំងអស់គ្នាឥឡូវយើងគោះតិចមកបាទដើម្បីឲ្យវារៀងស្រួលបន្តិចបាទដោយសារយើងរឹកចៅទៅវាតឹងវាមានរីងវារៀងស្អិតបាទឥឡូវយើងគោះតិចដើម្បីឲ្យវារៀងធូរបន្តិចដើម្បីយើងយកចេញមកក្រៅនិងមើលឲ្យវារៀងស្រឡះនេះយើងយកចេញមកហើយឥឡូវសិតតែតិចខ្ជុំបាទតិចខ្ជុំដេបងប្អូនគ្នាឥឡូវយើងចាប់ដើមមើលទៅទៀតឥឡូវយើងមើលខ្ជុំដេយើងបាទដូចអស់ហើយឃើញទេបងប្អូនបាទគឺសិតតែខ្ជុំបាទសិតតែខ្ជុំដេឥឡូវចាប់ដើមធ្វើការយកខ្ជុំចាស់នេះចេញបាទដើម្បីដូរនៅខ្ជុំថ្មីរបស់យើងហើយខ្ជុំថ្មីនេះគឺយើងដាក់ខ្ជុំល្អផងដែរមិនបាយយកខ្ជុំយើងដាក់បាយយើងមិនដាក់ចូលទេបងប្អូនបាទនិយាយលេងទេបងប្អូនបាទឥឡូវចាប់ដើមមូយកខ្ចៅចេញមកហើយកន្លែងខ្សៅហ្នឹងគឺការយើងមូចូលទៅវិញកុំឲ្យតឹងខ្លាំងពេកបងប្អូនកាលណាតឹងខ្លាំងពេកគឺយើងមួចេញទេបាទភាគច្រើនគឺដោះចេញទៅវិញដល់តែដាច់ខ្ចៅហើយឥឡូវយើងចាប់ដើមមូចេញអស់គ្នាដើម្បីយកខ្ជុំដេបាទដែលអស់ចេញយើងដូរខ្ជុំថ្មីឥឡូវយើងចាប់ដើមយកខ្ជុំចេញមកគឺខាងនេះគឺខាងភ្លើងបងប្អូនបាទគឺខាងភ្លើងបាទហើយខាងម៉ាស់គឺចាប់ជាប់នឹងខាងក្រៅផ្ទះខាងក្រោមឥឡូវយើងមើលដេរបស់យើងបាទដេបាទគឺមានសឹកទេគឺស្អាតចេះបាទឥឡូវចាប់ដើមដាក់ខ្ជុំថ្មីរបស់យើងទៅវិញបាទខ្ជុំថ្មីយើងទៅវិញគឺស្អាតបាទហើយខ្ជុំនេះគឺរៀងស្វិតល្អផងដែរបាទគឺមាំល្អបាទគឺអត់ងាយផុយទេឥឡូវចាប់ដើមរៀបចូលម្ដងមួយឲ្យបងប្អូនមើលច្បាស់តិចបាទក្រែងដាក់ញ៉ាំដៃទៅបងប្អូនមើលមិនសូវច្បាស់ឥឡូវចាប់ដើមដាក់ខ្ជុំមួយទៀងទៀតបាទហើយខ្ជុំខាងនេះគឺខ្ជុំខាងម៉ាស់បាទគឺមានខាងភ្លើងនិងខាងម៉ាស់បងប្អូនអរគ្នាបាទហើយមានបកគោកាន់ខ្ញុំកាន់នេះគឺខាងភ្លើងបាទគឺមានឃើញខ្ចៅចេញមកក្រៅបងប្អូនបាទគឺនេះគឺខាងភ្លើងបាទឥឡូវចាប់ដើមមូចូលហើយមូចូលយើងមូមកមុំបានហើយអត់មានមូឲ្យរឹងតឹងខ្លាំងពេកទេគឺកាលណាតឹងខ្លាំងពេកយើងមូមកវិញសាក្រោយគឺខ្ចៅហ្នឹងនឹងដាច់ហើយតានេះ 100% នឹងដាច់បាត់បាទឥឡូវយើងមូមុំហើយបាទយើងដាក់ខ្ជុំដេឲ្យរួចរាល់ហើយបាទយើងដាក់ដុំដេយើងទៅវិញបាទហើយចំណែកដុំដេគាត់គឺស្អាតបាទគឺស្អាតអត់ទាន់មានសឹកកលាក់អីទេឥឡូវចាប់ដាក់ចូលទៅវិញបាទហើយខាងមេដៃយើងគឺមានចង្អូមួយបាទហើយកលាក់បន្តិចហ្នឹងយើងដាក់កាប់ចុះមកក្រោមបាទចាំមើលនេះមើលនេះឃើញបងប្អូនបាទគឺរៀងប្រឡោះបន្តិចហ្នឹងអានេះយើងត្រូវដាក់បង្វិលចំមកកន្លែងនេះខ្ជុំដេយើងបាទកញ្ញត់កន្លែងហ្នឹងគឺមានរុនមួយកលឹះមួយសម្រាប់សញ្ញាឲ្យយើងដាក់ចំកោដៅចំកដាលកាលណាយើងដាក់ខុសគឺមុខខ្យល់អត់ចូលទេណាមួយទៀតគឺបើយើងដាក់បច្រាស់មេដៃហ្នឹងគឺយើងចុចដេទៅគឺវល់បច្រាស់បាទគឺវល់បច្រាស់បណ្ដោយឥឡូវយើងសេរីចំកន្លែងរុនបាទសម្រាប់ដាក់ខ្ចៅឥឡូវយើងមូរួចរាល់ហើយបាទសេរីត្រូវហើយយើងចាប់ផ្ដើមដាក់ខ្ចៅចូលមកបាទកន្លែងនេះរៀងពិបាកបន្តិចកាលណាយើងដាក់ខ្ចៅចូលទៅហើយអាចមេដៃយើងដួតទាញទៅនេះទាញទៅនោះតិចកន្លែងនោះរៀងនេះតិចបាទបើយើងរៀងការអត់ធ្ងន់តិចកន្លែងហ្នឹងបងប្អូនបាទឥឡូវដាក់ចូលរួចមួយជាងហើយឥឡូវយើងចាប់ផ្ដើមដាក់ចូលទៅមួយជាងទៀតបាទចំណែកមួយជាងទៀតក៏ដូចជាគ្នាដែរបងប្អូនបាទហើយក៏មានរីងសម្រាប់ការពារទឹកកាលណាអត់មានរីងទេគឺអាចនឹងជ្រាបទឹកចូលកាលណាទឹកចូលគឺវាឆ្លងហ្នឹងបងប្អូនបាទមិនដាល់ឲ្យឆ្លងគឺប្រើបានយូរទេបាទហើយសម្រាប់សោខ្ញុំគឺប្រើសោថែបបែបនេះបងប្អូនបាទគឺងាយស្រួលដោះកាលយើងប្រើសោមាត់ប្រើជៀនយើងអាចមូទៅឲ្យវានឹងផ្លាត់ខូចខ្ចៅបាទនឹងខូចខ្ចៅបងប្អូនបាទឥឡូវយើងមូរៀងតឹងមកដើម្បីការពារកុំឲ្យទឹកវាជ្រាបចូលទៅបានកាលណាទឹកជ្រាបចូលទៅវាអាចនឹងបណ្ដាលឲ្យវាឆ្លងគឺប្រើបានយូរទេបងប្អូនឥឡូវរួចរាល់ហើយបាទរួចរាល់ហើយយើងចាប់ផ្ដើមដាក់ដុំដេយើងទៅវិញបាទដាក់ដុំដេយើងទៅវិញហើយខ្សែពណ៌ខៀវនេះគឺខ្សែសារ៉ាប់បាទបងប្អូនអរគុណហើយខ្សែពណ៌ខៀវនេះគឺខ្សែម៉ាស់សារ៉ាប់យើងចាប់ជាមួយនឹងម៉ាស់តួកាលណាមានម៉ាស់នោះទេមិនអាចជាភ្លើងបាទឲ្យដុំដេវិលបានទេបាទហើយកន្លែងខ្ញុំយកទៅដាក់ហ្នឹងគឺកន្លែងភ្លើងបងប្អូនបាទគឺខ្សែភ្លើងហ្នឹងបាទគឺភ្លើងបាទកន្លែងហ្នឹងគឺម៉ាស់ខាងភ្លើងបាទឥឡូវចាប់ផ្ដើមយើងមូខ្ចៅចប់ទីមកកន្លែងហ្នឹងបាទហើយបងប្អូនមើលទស្សនាវីដេអូរបស់ជើងរុនគឺដឹងហើយបាទគឺរៀងដាក់រៀងវែងតិចណាបងប្អូនអរគុណបាទដើម្បីឲ្យបងប្អូនមើលដឹងពីរបៀបមើលដុំដេបាទដឹងពីថាយើងចុចកុងតាក់ដេហើយឬពឹកបាទគឺបញ្ហាបែបនេះគឺបណ្ដាលមកពីខ្ជុំដេឬក៏លលាដេបាទករណីគឺមានពីរហ្នឹងបងប្អូនអរគុណបាទឥឡូវចាប់ដើមដាក់ខ្សៀបស៊ីបាទចាប់ដើមបើកកុងតាក់សោហើយចេះបាច់ទ្រឹលឃើញបងប្អូនបាទគឺចេះហើយបាទគឺបញ្ហាមានតែប៉ុណ្្នឹងទេបងប្អូនបាទ
เคยបាទគឺបញ្ហាមកពីខ្ញុំដេបាទមកដល់lạiបងប្អូនបើកកុងតាឲ្យទៅកុងតាដេពិសេសគឺអត់ចេះទេបាទហ្នឹងគឺមកពី